Bonjour à tous et bienvenue à notre nouvel épisode បាទសួស្តីអ្នកទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយលម្អិតអំពី La Cedille នៅក្នុងភាសាបារាំងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះឥឡូវយើងទៅសិក្សាទាំងអស់គ្នាបាទជាដំបូងខ្ញុំចង់ឲ្យទាំងអស់គ្នាស្គាល់ព្យញ្ជនៈឬក៏អក្សរ C នៅក្នុងភាសាបារាំងជាមុនសិននៅក្នុងភាសាបារាំងអក្សរ C មាន2សំឡេងឬក៏2សូរដែលនៅពេលដែលវាបូកជាមួយនឹងស្រៈ A O U ឬក៏ E I Y នោះសំឡេងវានឹងដូរផ្សេងគ្នាដោយឡែកនៅក្នុងវីដេអូនេះគឺយើងនិយាយអំពីតែ C បូកជាមួយនឹងស្រៈ A O និង U ដែលវាមានសំឡេង K ឬក៏និយាយស្រួលស្ដាប់នៅក្នុងភាសាខ្មែរយើងដូចជាអក្សរកជាដើម K អញ្ចឹងឧទាហរណ៍ពាក្យមួយចំនួនដូចជា casino copain cube voilà អញ្ចឹងអ្នកទាំងគ្នាបានស្គាល់សំឡេងអក្សរ C មួយក្នុងចំណោមសំឡេងទាំងពីររបស់វារួចមកហើយចុះហេតុអ្វីបានជាយើងរៀនសំឡេងអក្សរ C នឹងធ្វើអីចម្លើយគឺដោយសារតែវាទាក់ទងជាមួយនឹង cedille ដោយ cedille គឺវានៅជាមួយនឹងអក្សរ C អញ្ចឹងនៅពេលដែលយើងឃើញ cedille បូកជាមួយនឹងស្រៈ A O ហើយនឹង U នោះវានឹងប្រែសំឡេងអក្សរ C របស់យើងដែលជាសំឡេង K ទៅជាសំឡេង S វិញឧទាហរណ៍ពាក្យទី1យើងអានថា sa បើសិនបើវាអត់មាន cedille នៅជាមួយវាទេគឺប្រកបណាស់យើងអានថា ka តែនៅពេលនេះគឺយើងអានថា sa ពាក្យទី2គឺយើងអានថា balançoire ហើយពាក្យទី3គឺយើងអានថា reçu voilà តាមរយៈឧទាហរណ៍ទាំងពីរនេះគឺអ្នកនរគ្នាអាចញែកសំឡេងទាំងពីរនេះបានតោះឥឡូវយើងទៅលម្អិតទាក់ទងជាមួយនឹង La Cedille ទាំងអស់គ្នា La Cedille គឺយើងអានថា Cedille យើងអត់អានថា Cedille ទេដែលរូបរាងរបស់វាដូចជាលេខ5អញ្ចឹងគ្រាន់តែអត់មានសក់អូខេហើយវានៅតែជាមួយនឹងអក្សរ C ទេអញ្ចឹងយើងហៅថា Cedille អញ្ចឹង Cedille ហ្នឹងគឺដូចជាយើងបានឃើញនៅក្នុងឧទាហរណ៍មុនហ្នឹងអញ្ចឹងគឺយើងប្រើប្រាស់សម្រាប់បដូរពីសំឡេង K ទៅជា S វិញនៅពេលដែលអក្សរ C បូកជាមួយនឹងស្រៈ A O ហើយនឹង U តោះឥឡូវយើងមកអានឧទាហរណ៍បន្ថែមដើម្បីឲ្យកាន់តែច្បាស់ពេលនេះយើងអានថា un garçon ពេលទី2យើងអានថា un caleçon ពេលទី3យើងអានថា le français តោះអញ្ចឹងអានម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ un garçon un caleçon le français តោះឥឡូវដល់វេអ្នកទាំងអស់គ្នាវិញម្ដងនៅខាងក្រោមគឺខ្ញុំនឹងមានពាក្យដើម្បីឲ្យទាំងអស់គ្នារៀនអានហើយខ្ញុំនឹងទុករយៈពេលមួយចំនួនជូនអ្នកទាំងអស់គ្នាតោះពាក្យទី1ពាក្យទី1គឺយើងអានថា des glaçons ពាក្យទី2យើងអានថា la leçon ហើយពាក្យទី3គឺយើងអានថា ça va ដោយវាមានជាសញ្ញាសួរគឺយើងអានតឡើងសំឡេងទៅជាសំណួរ ça va អូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ច្បាស់អំពី La Cedille នៅក្នុងភាសាបារាំង Voilà c'est fini ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្នេះហើយយើងសង្ឃឹមថានឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត Merci et à bientôt